ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទមួយនឹងចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាចេះគិតជីវិតផ្លាស់ប្ដូរនៅក្នុងការរស់នៅប្រចាំថ្ងៃមានមនុស្សជាច្រើនកំពុងស្វែងរកថាអ្វីដែលសំខាន់ធ្វើឲ្យជីវិតផ្លាស់ប្ដូរពួកគេនិយាយថាគំនិតគឺជាអ្នកកំណត់វាសនានៃជីវិតនេះគឺជាចម្លើយដ៏ងាយហើយក៏ពិបាកនឹងសមគួរដែរសម្រាប់អ្នកដែលមិនទាន់យល់គំនិតគឺជាដើមកំណើតនៃសកម្មភាពទាំងឡាយប្រសិនបើអ្នកចេះគិតជីវិតនឹងផ្លាស់ប្ដូរគំនិតនាំមកជីវិតរបស់យើងឆ្ពោះទៅរកអ្វីដែលយើងគិតជានិច្ចព្រោះមានការពិសោធន៍ជាច្រើនកន្លងរួចមកហើយរហូតដល់ធ្វើឲ្យអ្នកវិទ្យាសាស្ត្រមួយរូបបានពោលថាចូលគិតពីអ្វីម្យ៉ាងហើយជីវិតរបស់យើងនឹងងាកទៅរករឿងនោះជីវិតរបស់យើងរមែងងាកទៅរករឿងនោះយើងគិតច្រើនបំផុតដរាបបើទោះបីរឿងនោះដែលយើងមិនចូលចិត្តឬចូលចិត្តដោយងាយក៏ដោយគំនិតរមែងអូសទាញនៅអ្វីដែលស្រដៀងនឹងយើងឲ្យចូលមករកយើងស្របទៅតាមច្បាប់នៃធម្មជាតិដ៏អស្ចារ្យបំផុតដែលយើងហៅថាច្បាប់នៃការស្រូបទាញដែលពោលថាប្រសិនបើមនុស្សយើងគិតអំពីអ្វីម្យ៉ាងមិនយូរប៉ុន្មានជីវិតរបស់យើងនឹងងាកទៅរករឿងនោះ180ដឺក្រេចំពោះអ្នកដែលបានសិក្សាផ្លូវធម៌ប្រកាសជាបានយល់ហើយថាច្បាប់នៃធម្មជាតិដែលបានពោលថាគំនិតឬហៅថាមនោកម្មគឺជារឿងដែលព្រះពុទ្ធអង្គលោកទ្រង់សម្ដែងរឿងដ៏សំខាន់សម្រាប់បំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់មនោកម្មគឺជាចំណុចចាប់ផ្ដើមជាមេគំនិតធំនិងជាម្ចាស់នៃផែនការបុគ្គលល្អសុភមង្គលបើទោះបីជាមានអ្វីក៏ដោយក៏ត្រូវតែរួមដំណើរទៅតាមមនោកម្មជាចម្បងមនោកម្មគឺជាអ្នកកំណត់ផ្លូវឬក៏បង្ហាញផ្លូវគំនិតការបង្ហាញនិងការគោរពនិងអ្នកគ្រប់គ្រងគឺជាការកំណត់វាសនារបស់ជីវិតរបស់ពួកគេព្រះពុទ្ធសាសនាសម្លឹងយ៉ាងជ្រាលជ្រៅបែបនេះគឺចាត់ទុកថាមនោកម្មនឹងគឺសំខាន់ទៅលើអ្វីទាំងអស់ការគិតគឺមានន័យថាប្រព័ន្ធធ្វើផ្លូវចិត្តរបស់មនុស្សនៅក្នុងគណៈពេលដែលកំពុងព្យាយាមរកចម្លើយច្រកចេញពាក់ព័ន្ធនឹងរឿងអ្វីមួយគំនិតគឺមានន័យថាគឺជាលទ្ធផលនៃការគិតគឺជាទេពកោសល្យមួយយ៉ាងដែលអាចអភិវឌ្ឍគុណភាពខ្ពស់ដែលធ្វើឲ្យមានការហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួនមនុស្សដែលមានទេពកោសល្យនៅក្នុងការគិតខ្ពស់រមែងមានគំនិតមានគុណភាពខ្ពស់ជីវិតងាយនឹងទទួលបាននូវជោគជ័យឧទាហរណ៍មនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលចូលចិត្តលើអ្វីមួយជីវិតរបស់គេនឹងធ្វើដំណើរទៅតាមផ្លូវនោះប្រៀបបីដូចជាក្មេងម្នាក់ដែលបានកើតមានចំណូលចិត្តចង់ធ្វើជាអ្នកជំនួញដោយចង់មានចំណង់ចំណូលចិត្តហើយក៏ទើបចាប់ផ្ដើមនឹងជំរុញធ្វើអ្វីគ្រប់យ៉ាងដើម្បីទៅតាមផ្លូវនោះនៅតាមផ្លូវនៃការគិតបែបនេះគឺបានបង្រៀនគេឲ្យស្គាល់ពីជំនួញជោគជ័យបរាជ័យឬក៏អស្ចារ្យប៉ុណ្ណាម្យ៉ាងទៀតនៅលើផ្លូវនៃការជំរុញឲ្យពួកគេទៅរកផ្លូវមួយវិជ្ជមានឬក៏អវិជ្ជមានដោយលោកតាន់ផាន់សារីឬក៏លោកតាន់អ៊ូរីឈីកាលពីអតីតកាលមានថ្ងៃមួយគាត់មានភាពល្បីល្បាញដែលគេស្គាល់គាត់ទូទាំងប្រទេសដោយសារតែគាត់កើតមកក្នុងស្ថានភាពដែលលំបាក
ហើយគាត់ក៏បានដាក់ខ្លួននៅក្នុងការសិក្សារៀនសូត្រពីឪពុកម្ដាយរៀនមិនពូកែរូបអាក្រក់ឪពុកក្រក៏ប៉ុន្តែគាត់មានគំនិតចង់ធ្វើជាអ្នកមានចង់ទទួលបានជោគជ័យនៅក្នុងជីវិតដើម្បីពិសោធន៍ខ្លួនឯងនិងចង់ទៅឲ្យគេស្គាល់ដោយសារតែគំនិតបែបនេះហើយទើបជំរុញឲ្យគាត់នឹងគឺរកផ្លូវជីវិតខ្លួនឯងមួយខុសប្លែកពីក្មេងដទៃដូច្នេះគាត់ក៏បានគិតថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាំខ្លួនគាត់ឆ្ពោះទៅរកគោលដៅនៃជីវិតឲ្យសមទៅជាមួយនឹងពំនោលមួយដែលគេបានពោលថាជីវិតមួយនេះគ្មានផ្លូវទាល់ច្រកសោះឡើយគាត់ក៏បានចាប់ផ្ដើមធ្វើការធ្ងន់តាំងពីតូចដោយគិតអំពីការសិក្សាយ៉ាងជ្រៅនៅក្នុងការងារហើយក៏បានធ្វើជំនួញដោយការគិតខុសពីគេជាមនុស្សដែលមានគំនិតគិតធំវិជ្ជមានគំនិតទាំងនេះគឺបានប្រៀបបីដូចជាកម្លាំងចលករដែលធ្វើឲ្យគាត់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់រហូតដល់ផ្លាស់ប្ដូរជីវិតរបស់គាត់តាំងពីវ័យក្មេងមានឱកាសក្លាយទៅជាមហាសេដ្ឋីដែលទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសង្គមបច្ចុប្បន្នអរគុណតាមដានភាគបន្ត